សូមស្វាគមន៍មកកាន់ The Breaking Coin អាមេរិកប្រមានកាត់បន្ថយជំនួយយោធាប្រសិនបើអ៊ុយក្រែនមិនចុះហត្ថលេខាបញ្ចប់សង្គ្រាមប្រភព200តថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025ផែនការសន្តិភាព28ចំណុចដែលគាំទ្រដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដែលបានចេញផ្សាយជាសាធារណៈកាលពីសប្តាហ៍មុនគឺត្រូវបានទាញចេញពីឯកសារដែលនិពន្ធដោយរុស្ស៊ីហើយត្រូវបានដាក់ជូនរដ្ឋបាលរបស់លោកត្រាំកាលពីខែតុលានេះបើយោងតាមប្រភពចំនួន3ដែលដឹងពីបញ្ហានេះរុស្ស៊ីបានចែករំលែកឯកសារនេះដែលគូបញ្ជាក់ពីលក្ខខណ្ឌរបស់ទីក្រុងម៉ូស្គូសម្រាប់ការបញ្ចប់សង្គ្រាមជាមួយមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនៅពាក់កណ្ដាលខែតុលាបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅ Washington នេះបើយោងតាមប្រភពនានាឯកសារនេះដែលជាលិខិតទំនាក់ទំនងមិនផ្លូវការត្រូវបានគេស្គាល់នៅក្នុងវោហារសាស្ត្រការទូតថាជាមិនមែនឯកសារដែលមានភាសាដែលរដ្ឋាភិបាលរុស្ស៊ីបានដាក់ចេញពីមុនមកហើយនៅឯតុបចរចារួមទាំងការសម្របសម្រួលដែលអ៊ុយក្រែនបានបដិសេធដូចជាការលះបង់ទឹកដីដ៏ធំមួយភាគនៅភាគខាងកើតរបស់ខ្លួននេះគឺជាការបញ្ជាក់ដំបូងដែលថាឯកសារនេះដែលវត្តមានរបស់វាត្រូវបានរាយការណ៍ដំបូងដោយរុយតកាលពីខែតុលាគឺជាធាតុបញ្ចូលដ៏សំខាន់នៅក្នុងផែនការសន្តិភាព28ចំណុចក្រសួងការបរទេសសហរដ្ឋអាមេរិកនិងស្ថានទូតរុស្ស៊ីនិងអ៊ុយក្រែននៅ Washington មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេសេតវិមានមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើអ្វីដែលត្រូវបានហៅថាមិនមែនឯកសារនោះទេប៉ុន្តែបានលើកឡើងពីការអត្ថាធិប្បាយរបស់លោកត្រាំដែលថាលោកមានសតិនិយមចំពោះវឌ្ឍនភាពនៃផែនការ28ចំណុចលោកត្រាំបានសរសេរថាដោយសង្ឃឹមថានឹងបញ្ចប់ផែនការសន្តិភាពនេះខ្ញុំបានបញ្ជាឲ្យបេសកជនពិសេសរបស់ខ្ញុំលោក Steve Witkoff ជួបជាមួយប្រធានាធិបតីពូទីននៅទីក្រុងម៉ូស្គូហើយក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងកងទ័ពលោក Dan Triskal នឹងជួបជាមួយភាគីអ៊ុយក្រែនវាមិនច្បាស់ថាហេតុអ្វីនឹងដោយរបៀបណាដែលរដ្ឋបាលលោកត្រាំបានពឹងផ្អែកលើឯកសាររុស្ស៊ីដើម្បីជួយរៀបចំផែនការសន្តិភាពរបស់ខ្លួននោះទេប្រភពនានាបាននិយាយថាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយចំនួនដែលបានពិនិត្យមើលឯកសារនេះរួមទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio ជឿថាការទាមទារដែលធ្វើឡើងដោយទីក្រុងម៉ូស្គូទំនងជាត្រូវបានបដិសេធដោយផ្ទាល់ពីសំណាក់ភាគីអ៊ុយក្រែនបន្ទាប់ពីការដាក់ស្នាឯកសារនេះលោក Rubio បានទូរស័ព្ទទៅរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្នុងអំឡុងពេលដែលឯកសារនេះត្រូវបានពិភាក្សានេះបើយោងតាមប្រភពនានាថ្លែងទៅកាន់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវនៅសប្តាហ៍នេះលោក Rubio បានទទួលស្គាល់ថាបានទទួលឯកសារមិនផ្លូវការដែលបានសរសេរជាច្រើននឹងរឿងរ៉ាវនៃលក្ខណៈនេះដោយមិនបានពន្យល់លម្អិតនោះទេចាប់តាំងពីផែនការសន្តិភាពនេះត្រូវបានរាយការណ៍ដំបូងដោយ Axios កាលពីសប្តាហ៍មុនការសង្ស័យបានកើនឡើងក្នុងចំណោមមន្ត្រីនិងសមាជិកសភានៃសហរដ្ឋអាមេរិកដែលភាគច្រើនបានមើលឃើញថាផែនការនេះជាបញ្ជីនៃចំហរបស់រុស្ស៊ីហើយមិនមែនជាសំណើដ៏ធ្ងន់ធ្ងរនោះទេទោះជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានដាក់សម្ពាធលើអ៊ុយក្រែនដោយព្រមានថាខ្លួនអាចនឹងកាត់បន្ថយជំនួយយោធារបស់ខ្លួនប្រសិនបើអ៊ុយក្រែនមិនចុះហត្ថលេខាផែនការនេះត្រូវបានបង្កើតឡើងយ៉ាងហោចណាស់ជាផ្នែកមួយក្នុងអំឡុងពេលកិច្ចប្រជុំរវាងកូនប្រសារប្រុសរបស់លោកត្រាំគឺលោក Jared Kushner បេសកជនពិសេសលោក Steve Witkoff និងលោក Kirill Dmitriev ដែលជាប្រធានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពមួយរបស់រុស្ស៊ីនៅម៉ៃអាមេកាលពីខែមុនប្រភពចំនួន2ដែលដឹងពីបញ្ហានេះបានប្រាប់រយតថាមានមនុស្សតិចតួចណាស់នៅក្នុងក្រសួងការបរទេសនិងសេតាវិមានដែលត្រូវបានជូនដំណឹងអំពីជំនួបនោះកាលពីថ្ងៃអង្គារBloombergបានរាយការណ៍ថាលោក Witkoff បានផ្ដល់ដំបូន្មានដល់ជំនួយការជាន់ខ្ពស់នៃវិមានក្រមឡាំងលោក Yuri Usakov អំពីរបៀបដែលលោកពូទីនគួរតែនិយាយទៅកាន់លោកត្រាំយោងតាមកំណត់ត្រាការហៅទូរស័ព្ទដែលទទួលបានដោយភ្នាក់ងារព័ត៌មាននេះលោក Usakov និងលោក Witkoff បាននិយាយអំពីផែនការ20ចំណុចដែលអាចធ្វើទៅបានតាំងពីថ្ងៃទី14ខែតុលាមកម្ល៉េះវិសាលភាពនៃផែនការនោះជាក់ស្ដែងបានពង្រីកក្នុងអំឡុងពេលការសន្ទនាជាបន្តបន្ទាប់ជាមួយលោក Dmitriev We know that Russia's mindset has not changed since the days of Yalta. Seeing our continent in terms of spheres of influence,
សំណារបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យមន្ត្រីនៅវ៉ាស៊ីនតោននិងអឺរ៉ុបភ្ញាក់ផ្អើលបានបង្កឲ្យមានសកម្មភាពការទូតយ៉ាងគំហុកនៅទូទាំងទ្វីបទាំង3 ផែនការដើមបានផ្លាស់ប្ដូរយ៉ាងខ្លាំងចាប់តាំងពីពេលនោះមកចំណុចដើមចំនួន9ក្នុងចំណោម28ចំណុចត្រូវបានកាត់បន្ថយបន្ទាប់ពីការចរចារវាងមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ុយក្រែននេះបើយោងតាម ABC News ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងពីរគណៈបកដែលគាំទ្របាននិយាយកាលពីថ្ងៃសៅរ៍ថាលោក Rubio បានប្រាប់ពួកគេថាផែនការ28ចំណុចនេះមិនមែនជាផែនការរបស់សហរដ្ឋអាមេរិកទេប៉ុន្តែជាបញ្ជាបំណងប្រាថ្នារបស់រុស្ស៊ីទៅវិញទោះបីជាសេតាវិមាននិងក្រសួងការបរទេសបានបដិសេធយ៉ាងខ្លាំងក្លាថាលោក Rubio បានកំណត់លក្ខណៈវាបែបនោះក៏ដោយនៅក្នុងកិច្ចពិភាក្សាជាបន្តបន្ទាប់គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិកដែលរួមបញ្ចូលលោក Rubio បានយល់ព្រមលុបចោលឬកែប្រែផ្នែកមួយចំនួននៃផែនការដែលគាំទ្ររុស្ស៊ីបំផុតក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងហ្សឺណែវជាមួយមន្ត្រីអឺរ៉ុបនិងអ៊ុយក្រែនបច្ចុប្បន្នលោក Chris Call កំពុងជួបជាមួយគណៈប្រតិភូរុស្ស៊ីនៅអាប៊ូដាប៊ីគណៈប្រតិភូអ៊ុយក្រែនក៏មានវត្តមាននៅអារ៉ាប់រួមសម្រាប់កិច្ចចរចាជាមួយក្រុមសហរដ្ឋអាមេរិកផងដែរនេះបើយោងតាមមន្ត្រីសហរដ្ឋអាមេរិកម្នាក់កាលពីថ្ងៃអង្គារមន្ត្រីអ៊ុយក្រែនបាននិយាយថាពួកគេគាំទ្រគ្រប់ខណ្ឌកិច្ចព្រមព្រៀងសន្តិភាពដែលបានកែសម្រួលដែលបានផុសចេញពីកិច្ចចរចាចុងក្រោយប៉ុន្តែបានសង្កត់ធ្ងន់ថាបញ្ហាដែលរសើបបំផុតគឺការលះបង់ទឹកដីដែលជាពិសេសមានភាពចម្រូងចម្រាសត្រូវតែដោះស្រាយនៅក្នុងកិច្ចប្រជុំសក្តានុពលរវាងលោក Zelensky និងលោក Trump